ខួបអាពាហ៍ពិពាហ៍6ឆ្នាំអោសកូនកញ្ញានៅតែទទួលបានការស្រឡាញ់និងថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីស្វាមីនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍6ឆ្នាំនេះតារាចម្រៀងអោសកូនកញ្ញានៅតែទទួលបានភាពកក់ក្ដៅពីស្វាមីមិនខុសពីរាល់ឆ្នាំឡើយដោយបាននាំគ្នាចេញទៅកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងខួបអាពាហ៍ពិពាហ៍6ឆ្នាំក្នុងឆ្នាំនេះស្វាមីរបស់តារាចម្រៀងអោសកូនកញ្ញាកាន់តែបង្ហាញការស្រឡាញ់ខ្លាំងចំពោះភរិយានិងកូនប្រុសទាំងពីររបស់ខ្លួនជាក់ស្ដែងរាល់ការងារផ្សេងស្វាមីនាងតែងតែធ្វើសម្រាប់នាងគ្រប់បែបយ៉ាងទង្វើនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាញ់និងពេញចិត្តខ្លាំងចំពោះគ្រួសាររបស់នាងលោកអឹងសុកលីស្វាមីតារាចម្រៀងអោសកូនកញ្ញាបានរៀបរាប់ថាគេគ្រប់គ្នាថាពេលវេលាដើរលឿនណាតែសម្រាប់ខ្ញុំពេលវេលាដើរយឺតណា6ឆ្នាំហើយនៅមើលកូនតូចនៅឡើយដោយឡែកមកមើលតារាចម្រៀងអោសកូនកញ្ញាវិញថែមទាំងបាននិយាយថាជីវិតពិតមិនដូចរឿងនិទានតែមួយរយៈពេលចុងក្រោយដែលពួកគាត់បានចូលមកក្នុងជីវិតរបស់ខ្ញុំហាក់បីដូចទទួលបានគ្រប់យ៉ាងដូចក្នុងរឿងនិទានអរគុណប្តីសម្លាញ់ដែលតែងតែផ្ដល់គ្រប់យ៉ាងតួប្រពន្ធមិនដែលទាមទារដំបងចង់ប្រើជីវិតជាប្តីប្រពន្ធស្របច្បាប់បង្ហាញអ្នកគ្រប់គ្នាចង់ដើរលេងតែពីរអ្នកបែបរ៉ូមែនទិកតែមានកូនតែម្ដងអញ្ចឹងរ៉ូមែនទិកជុំគ្នារីករាយខួបអាពាហ៍ពិពាហ៍6ឆ្នាំជាមួយនឹងការទទួលបានភាពកក់ក្ដៅពីស្វាមីបែបនេះតារាចម្រៀងអោសកូនកញ្ញានៅតែចិញ្ចឹមចង់បានកូនទី3បន្តទៀតដោយកន្លងមកអ្នកនាងធ្លាប់បាននិយាយថាចង់បានកូនស្រីតែមិនទាន់ដឹងថាពេលណានឹងយកកូនទី3បន្តទៀតទេពីព្រោះពេលនេះចង់ទុកឱកាសក្នុងការងារធ្វើសិល្បៈវិញសិន